ចាសម្រាប់តមកទៀតចូលដល់លោកអ្នកដែលកើតឆ្នាំម្សាញ់សម្រាប់លោកអ្នកដែលកើតឆ្នាំម្សាញ់ចូលដល់ខែថ្មីក៏ដូចជាឆ្នាំថ្មីនេះផ្ទាល់នៅក្នុងខែមករានេះសម្រាប់អ្នកកើតឆ្នាំម្សាញ់លោកអ្នកអាចមានអារម្មណ៍មួយគឺមានសម្ពាធចាគឺអាចមានការដាក់គំនាបឬការដាក់សម្ពាធពីអ្នកជុំវិញខ្លួនអាចជាសាច់ញាតិជាចាស់ទុំអីចឹងទៅចាអញ្ចឹងនៅក្នុងខែមួយនេះខែមករានេះលោកអ្នកអាចមានអារម្មណ៍គឺមិនសូវសប្បាយចិត្តទេដោយសារមានបញ្ហាដែលចូលមកលោកអ្នកត្រូវគិតច្រើនណាហើយបើពាក់ព័ន្ធនឹងរឿងលុយកាក់វិញឃើញថាវាអាចនៅមិនទាន់នឹងល្អទេសម្រាប់យើងនៅក្នុងខែមករានេះលោកអ្នកអាចនៅមានបន្ទុកមានការចំណាយផ្សេងៗជាពិសេសបញ្ហាចាស់ៗដែលយើងដោះស្រាយអត់ចប់ហ្នឹងវាអាចនៅវល់ជាមួយលោកអ្នកណាចាអញ្ចឹងរឿងលុយកាក់ឃើញថាមិនទាន់ល្អប្រសើរទេហើយសម្រាប់សុខភាពរបស់អ្នកក៏មិនសូវអំណោយផលដែរនៅក្នុងឱកាសនេះអាសាអស់កម្លាំងលះលហើយឬក៏មានអារម្មណ៍ថាអាសាចុករយតាមឆ្អឹងខ្នងអីហ្នឹងក៏អាចមានដែរចាហើយពាក់ព័ន្ធជាមួយនឹងរឿងការងារចាលោកអ្នកដែលមានការងារជាប្រចាំឃើញថាការងាររបស់អ្នកអាចមានបញ្ហាការដាក់សម្ពាធផ្សេងៗក៏ដូចជានៅកន្លែងការងារអាចមានភាពមិនស្មើភាពផ្សេងៗចាឬក៏យើងអាចទទួលបានភាពអយុត្តិធម៌ណាមួយណាចាប៉ុន្តែឃើញថាលោកអ្នកនៅតែអត់ធ្មត់អញ្ចឹងការអត់ធ្មត់របស់អ្នកនៅតែអាចទទួលបានជោគជ័យសម្រាប់យើងណាចាហើយពាក់ព័ន្ធជាមួយនឹងរឿងការរកស៊ីចាសម្រាប់ការរកស៊ីរបស់អ្នកកើតឆ្នាំម្សាញ់ឃើញថាយើងអាចនៅគេហៅថាវាមិនល្អពេកក៏វាមិនធ្លាក់ចុះពេកទេវាអាចនៅកណ្ដាលនៅនឹងមួយកន្លែងណាធ្វើឲ្យដូចថាការលក់ដូររបស់យើងចេះតែបានតិចតួចចូលមកជាបន្តបន្ទាប់ចឹងដែរចាគាត់ថាវាអាចមិនល្អខ្លាំងចាហើយបើពាក់ព័ន្ធនឹងរឿងស្នេហាឬក៏ជីវិតគូសម្រាប់លោកអ្នកដែលកើតឆ្នាំម្សាញ់ជីវិតគូរបស់លោកអ្នកនៅក្នុងឱកាសនេះលោកអ្នកដែលដូចថារៀបអាពាហ៍ពិពាហ៍រួចហើយជីវិតគូរបស់លោកអ្នកគឺត្រូវប្រយ័ត្នជាមួយនឹងបញ្ហាចាស់ៗឬមនុស្សចាស់ៗដែលយើងធ្លាប់ស្គាល់ធ្លាប់ជួបកន្លងមកហ្នឹងនឹងអាចមកបង្កជាបញ្ហាដល់ជីវិតគូរបស់យើងហើយសម្រាប់បងដែលកំពុងមានតំណែងគ្នាកំពុងតែមានកម្រងចង់រៀបពិធីមង្គលផ្សេងៗក៏ត្រូវប្រយ័ត្ននឹងអាចមានមនុស្សចូលមករំខានសម្រាប់តំណែងឬពិធីមង្គលរបស់យើងណាចឹងប្រយ័ត្នប្រយែងមែនតើហើយសម្រាប់លោកអ្នកដែលនៅត្នេលោកអ្នកដែលមិនទាន់មានអ្នកណានៅក្នុងឱកាសនេះឃើញថាលោកអ្នកអាចកំពុងរងចាំអ្នកណាម្នាក់ហើយក៏អាចថានឹងមានមនុស្សព្យាយាមចូលមកអាចនឹងមានអ្នកគេលួចចាប់អារម្មណ៍លោកអ្នកអញ្ចឹងណាហើយអាចព្យាយាមចូលមកដើម្បីបង្កើតតំណែងជាមួយលោកអ្នកដែរសម្រាប់អ្នកកើតឆ្នាំម្សាញ់ណាចាហើយសម្រាប់រឿងដែលគួរប្រុងប្រយ័ត្នបំផុតសម្រាប់លោកអ្នកគឺនៅក្នុងឱកាសនេះរៀងប្រយ័ត្នចំពោះតំណែងមនុស្សភេទស្រីអាយុតិចជាងអាចនឹងកំពុងមានគំនិតមិនល្អចំពោះលោកអ្នកខ្លះក៏អាចព្យាយាមប៉ុនប៉ងតាមវិធីមុនខ្មៅផ្សេងៗដើម្បីមកចាញ់ឆាជាមួយលោកអ្នកណាចឹងត្រូវប្រយ័ត្នចាហើយចុងក្រោយការធ្វើបុណ្យរបស់លោកអ្នកគឺអាសាធ្វើបុណ្យជាមួយនឹងការជួយតាមមន្ទីរពេទ្យចាដើម្បីជាការលើករាសីរបស់យើងហើយពណ៌លើករាសីរបស់លោកអ្នកចាគឺមានពណ៌សាច់ហើយនិងពណ៌ទឹកប្រាក់លេខសំណាងរបស់លោកអ្នកគឺមានលេខ60ណា